តោះចឹង373ប៉ុណ្ណឹងចុះឥឡូវបន្តទៅ374 I'm tired blank waiting for him តែនៅក្នុងប្រយោគរបស់យើង tired បានន័យថាធុញចឹងប្រយោគរបស់យើងគឺចង់បានថាខ្ញុំធុញនឹងការរងចាំគាត់ជម្រើស A of B from C for ហើយនិង D by តែនៅក្នុងជម្រើសទាំង4របស់យើងហ្នឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ A ពាក្យ of មូលហេតុដែលវាជាចម្លើយត្រឹមត្រូវគឺយើងត្រូវធ្វើការកត់ចំណាំចម្លើយមកអាហ្នឹងវាថានៅក្នុងចំណុចវេយ្យាករណ៍មួយដែលនិយាយអំពីការប្រើប្រាស់ adjective បូកជាមួយនឹង preposition មាន adjective មានគុណនាមមួយចំនួនពីខាងក្រោយវាត្រូវការធ្នាក់បាទត្រូវការ preposition ហើយ preposition ដែលវាត្រូវការហ្នឹងវាខុសៗគ្នាទៅតាម adjective ខ្លះត្រូវការ preposition នេះ adjective ខ្លះទៀតត្រូវការ preposition នោះដែលយើងត្រូវធ្វើការកត់ចំណាំថា adjective ណាត្រូវការ preposition ណាសម្រាប់ adjective tired យើងធ្វើការកត់ចំណាំទៅថាគេប្រើវាគូជាមួយនឹង preposition of tired of ធុញនឹងអ្វីមួយបាទចឹងប្រយោគរបស់យើងពេលតែ of ចូលទៅវាទៅជា I'm tired of waiting for him ដែលបានន័យថាខ្ញុំធុញនឹងការរងចាំគាត់